ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទត្រីបង្វិលឬក៏ត្រីដុតមួយឈុតថ្មីទៀតហើយចាដាស់គ្នាបើយើងបាត់បានកំងឥឡូវគឺខាងយើងបានរៀបចំហើយរួចរាល់ 100% ជូនគាត់ហើយចាហើយសម្រាប់មួយឈុតនេះដែរគឺយើងរៀបចំវិល2ជាន់ទាំងលើទាំងក្រោមបែបហ្នឹងតែម្ដងចាហើយមួយជាន់ហ្នឹងគឺយើងអាចវិលបាន10ចង្កាក់ខាងមុខនេះដែរក៏យើងមានទ្វារមានអីអាចដាក់អីវ៉ាន់ដាក់ជ្រុញដាក់ចានដៃនៅខាងក្រោមនោះបានណាយើងវិល2ជាន់លើក្រោមបែបហ្នឹងគឺម៉ូទ័រក៏យើងដាក់នៅខាងលើបែបនេះចាតោះកន្លែងនេះខ្ញុំ fit រៀងលឿនបន្តិចចាព្រោះដោយសារខ្ញុំរៀបចំចង្កាក់ចឹងទៅកុំឲ្យអ្នកមើលចាំយូរលោធុញចឹងណាហើយសម្រាប់យើងរៀបចំវិលអាំងធ្លុះកតុយបែបនេះគឺចំណេញខ្លាំងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់លក់បានច្រើនប្រភេទដូចជាលក់ទាបវលបន្ថែមឬក៏លក់មន់បវលអីបន្ថែមអញ្ចឹងគឺអាតេសមួយហ្នឹងគឺយើងអាចអាំងបាន3ប្រភេទហ្នឹងបើយើងយកអាំងត្រីដែរតែយើងយកអាំងធ្លុះកតុយបែបហ្នឹងណាហើយវាចំណេញខ្លាំងព្រោះដោយសារមួយតេសហ្នឹងបើអាំងត្រីសុទ្ធគឺយើងអាចអាំងបាន10ចង្កាក់ចាហើយបើយើងចង់ឆ្នៃអាំងមាន់អាំងទាអីបន្ថែមមួយចង្កាក់អាចអាំងបានចាប់ពី2អីមួយចង្កាក់យើងអាចអាំងបានថែម2ទៀតអញ្ចឹងទៅឧទាហរណ៍ថាចង្កាក់មួយអាំងបាន2មាន់ឬក៏ចង្កាក់មួយអាំងបាន2ទាបន្ថែមទៀតអញ្ចឹងណាចឹងវាចំណេញខ្លាំងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់លក់មាន់លក់ទាលក់ត្រីអីគឺយើងកំងតាតេសនឹងមួយគឺអាចអាំងបាន3ប្រភេទហ្នឹងតែម្ដងចាប៉ុន្តែដោយសារតែភ្ញៀវនៅក្នុងវីដេអូនេះគឺគាត់កំងយកអាំងត្រីសុទ្ធទេចាអញ្ចឹងមួយចង្កាក់គឺគាត់អាចអាំងបាន10ហើយគាត់វិលលើក្រោមបែបហ្នឹងគឺគាត់អាំងបាន20ចង្កាក់ម្ដងគាត់ថាពេលណា10ចង្កាក់ខាងក្រោមនោះឆ្អិនយើងលើកដាក់ទៅខាងលើហើយដាក់10ចង្កាក់ទៀតអាំងមកខាងក្រោមវិញមកចាហើយសម្រាប់ខាងមុខអីក៏យើងមានស្លាបសម្រាប់វិចខ្ចប់កាប់សាច់អីនៅខាងមុខបានហើយយើងមានបិទរូបភាពឲ្យគាត់ពីរស្លឹកចាខាងលើមួយខាងក្រោមមួយដូចវីដេអូដែលខ្ញុំបានបង្ហាញហ្នឹងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានតម្រូវការមិនថាប្រភេទតេសកំងបែបហ្នឹងឬក៏លក្ខណៈប្រភេទតេសកំងអីផ្សេងៗហ្នឹងក៏អាចធ្វើការកំងបានចាតាមរយៈ page នេះផ្ទាល់ឬក៏តាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំ3ខ្សែនៅក្នុងវីដេអូហ្នឹងបានចាហើយក៏អរគុណច្រើនចំពោះការជឿជាក់និងគាំទ្រមកលើ page មេហៀងសិប្បកម្មធ្វើតេសគ្រប់ប្រភេទយើងខ្ញុំផងដែរចាហើយក៏អរគុណសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយ